Spark អូខេសូមជម្រាបសួរដល់ប្រិយមិត្តតាមបណ្ដាញសង្គម Facebook ហើយនិង YouTube ផងដែរថ្ងៃនេះគឺខ្ញុំនឹងបង្ហាញអំពីការ install កម្មវិធីមួយគឺសម្រាប់គឺជាកម្មវិធីមួយដែលមានឈ្មោះថា JustStart កម្មវិធីនេះគឺងាយស្រួលក្នុងការសម្រាប់យើងលួចលេង Wi-Fi អ្នកជិតខាងឬក៏លេង Wi-Fi ដែលមិនបាច់ស្គាល់ password អញ្ចឹងណាអូខេឥឡូវជាដំបូងសូមយើងចុចលើនេះវាមកអូខេរួចយើងចុចពាក្យ just start 50នេះមករួចយើងយកពាក្យត្រង់នេះគឺពាក្យថា in រួចយើងយកពាក្យថា start up ដើម្បីធ្វើការ start up វារួចចុចពាក្យ yes ធ្វើការរងចាំវាបន្តិចសិនមកត្រង់នេះគឺយើងអាចចុច next អូខេគឺវានឹង install កម្មវិធីមួយហើយអូខេអូយូរណាអូខេជិះរួចហើយបងសូមអធិស្ឋានជាមួយផងដែរដោយសារខ្ញុំក៏មិនសូវចេះភាសាអង់គ្លេសប៉ុន្មានដែរបងបើសិនខ្ញុំនិយាយទៅខុសឆ្គងត្រឹមណាក៏សូមអភ័យទោសផងដែរពីប្រិមិត្តទាំងអស់គ្នាបាទអូខេត្រង់នេះគឺយើងចុចពាក្យថា finish អូខេយើងមកមើលលើអេក្រង់របស់យើងគឺនេះកម្មវិធីយើងទៅឡើងរួចហើយគឺឈ្មោះថា just start អូខេត្រង់នេះគឺយើងនឹងចុចត្រឡប់មកត្រង់នេះវិញរួចយើងចុចពាក្យនេះយើងឃើញDeeper V50.2 គឺយើងចុចលើវាមករួចចុចពាក្យថា Yes អូខេនេះយើងចាំមើលនេះ Wi-Fi យើងគឺត្រូវបាត់ហើយណាអូខេនេះ Wi-Fi មួយនេះគឺសេវាពេញជាគេប៉ុន្តែខ្ញុំជិតត្រូវការចង់យក Wi-Fi នេះចុះអូខេឥឡូវយើងចូលមកដល់ផ្ទាំងនេះដែលយើងទៅឡើងរួចហើយអូខេយើងចុចលើ WPS រួចយើងចុចពាក្យ to dash រួចយើងចុច in scanner រួចយើងនឹងចាញ់ឃើញមានពាក្យឈ្មោះ Wi-Fi របស់យើងគឺយើងចុចលើវាមកអូខេរួចយើងចុចនេះមក yes អូខេធ្វើការរងចាំអូខេយើងនឹងចេញចាញ់ចាំមើលអូខេនេះចុច finish រួចបញ្ចប់អូខេការដំណើរកម្មវិធីរបស់យើងត្រូវបានចប់ជាស្រេចអរគុណសម្រាប់ការតាមដានមើលវីដេអូរបស់ខ្ញុំផងដែរបាទ